ចាជំរាបសួរបងប្អូនទាំងអស់គ្នាចាឥឡូវហ្នឹងគឺមកកាត់មេកញ្ញើញាត់ចូលថងហើយបងប្អូនណាហើយចាំមុននឹងកាត់គឺចាមែនទេគឺកាត់ហើយហីតែអត់ទាន់ច្រកចូលថងទេចង់ធ្វើវីដេអូបង្ហាញជូនបងប្អូនចាអំពីផ្លែរបស់វាណាចាបងប្អូនកុំឆ្ងល់ថានាងខ្ញុំធ្វើមេឃលក់ឲ្យបងប្អូនផ្សេងហើយមេឃដែលខ្លួនឯងហ្នឹងបង្ហាញជូនបងប្អូនណាឲ្យសិតតែផ្លែផ្សេងគ្នាតាមពិតគឺតែមួយទេបងប្អូនណាចាបើតបែកហ្នឹងមិនមានផ្លែគឺនាងខ្ញុំអត់ធ្វើលក់ជូនទៅបងប្អូនទេព្រោះអីនាងខ្ញុំក៏ជាអ្នកដាំដុះម្នាក់ដែរបងប្អូននៅពេលដែលដាំរបស់ដែលមិនមានផ្លែផ្កាគឺខាតលុយកាក់ខាតទាំងពេលវេលាចាអញ្ចឹងនាងខ្ញុំយល់ពីអារម្មណ៍មួយនឹងច្បាស់អញ្ចឹងបើមិនមានផ្លែគឺនាងខ្ញុំអត់ធ្វើទេចាអត់ធ្វើលក់ជូនទេណាចាអញ្ចឹងនាងខ្ញុំចង់បង្ហាញជូនបងប្អូនឲ្យបងប្អូនបានមើលចានេះគឺជាមេឃដែលនាងខ្ញុំទៅតែកាត់មកមិញនេះឯងហើយបងប្អូនមើលណាចាគឺនាងខ្ញុំយកមេឃគឺធំអញ្ចឹងមេឃធំអញ្ចឹងហើយបងប្អូនមើលផ្លែចាហើយបងប្អូនពិតជាឆ្ងល់ថាហេតុអីនាងខ្ញុំទុកឲ្យធំអញ្ចឹងឲ្យអត់ច្រកចាអត់ច្រកទេតាមពិតផ្លែនេះគឺនាងខ្ញុំត្រូវបេះចោលផងចាអត់ត្រូវទុកទេតែដោយសារអត់មានពេលបេះចោលអញ្ចឹងក៏ចេះតែទុកឲ្យនៅនឹងទៅហើយនៅពេលដែលរឹសល្មមកាត់នេះបងប្អូនណាគឺរឹសច្រើនអញ្ចឹងគឺល្មមកាត់ហើយចាអញ្ចឹងគឺត្រូវតែកាត់ហើយបងប្អូនពិតជាសួរថាចុះផ្លែនឹងអត់ស្ដាយទេអីចានាងខ្ញុំស្ដាយចាតែធ្វើម៉េចបើដល់ពេលកាត់គឺត្រូវតែកាត់ហើយផ្លែគ្រប់មេឃណាបងប្អូនចានេះនាងខ្ញុំច្រកលេងទៅខៃឡូថាវាធំមុនដោះឬត្រូវកាត់តែអត់ទេគឺកាត់បាត់ហើយចាហើយចាដូចមេឃនេះនាងខ្ញុំយកចាយកបាន3បងប្អូនណាចានេះសិតតែរឹសដោះច្រើនចឹងចាឲ្យបងប្អូនមើលគឺសិតតែផ្លែចាហើយនេះកញ្ញើណាបងប្អូនផ្លែរបស់វាគឺកញ្ញើអញ្ចឹងឯងចាអត់រលោងស្អាតទេចាផ្លែសិតធំណាបងប្អូនសំបីតែក្តាប់របស់វាហ្នឹងក៏តម្រង់គឺតបែកធំដែរចាហើយមេឃនេះបងប្អូនណាគឺសិតតែផ្លែតែម្ដងចាពេលដែលធ្វើវីដេអូបង្ហាញជូនបងប្អូនរួចហើយគឺនាងខ្ញុំកាត់ចោលហើយចាផ្លែហ្នឹងណាគឺអត់ទុកទេហើយនេះគឺចាធ្វើព្រឹកមិញនេះគឺកញ្ញើទាំងអស់បងប្អូនគឺនាងខ្ញុំបេះផ្លែស្អាតអស់ហើយណាបងប្អូនគឺបេះចាស់អស់ហើយអត់ទុកទេហើយបងប្អូនចង់ដឹងអត់ថានាងខ្ញុំកាត់មេឃហ្នឹងមកហើយតើដើមវាហ្នឹងគឺនៅមានផ្លែអត់ចាតោះបងប្អូនទៅមើលជាមួយនាងខ្ញុំទាំងអស់គ្នាណាចាហើយខាងនេះគឺគីមជូចាដែលទៅតែញាក់កតោហើយថ្មីដែរទេចាទៅតែបានយកមកកប់ចូលក្នុងដីទេចានេះបងប្អូនទៅតែកាត់មិញទៅតែកាត់យកមេឃទៅមិញណាហើយបងប្អូនចាមើលឡើងអត់មានមេឃទេដោយសារកាត់យកមេឃអស់ហើយនេះកំពុងតែទៅតែលាស់មកណាបងប្អូនលាស់មកគឺមានផ្កាមានផ្លែមកអញ្ចឹងតែម្ដងហើយដូចជានាងខ្ញុំអាសាធ្វើវីដេអូបង្ហាញជូនបងប្អូនប្រភេទកញ្ញើនេះគឺអត់សូវមានមេឃទេដូចបងប្អូនឃើញស្រាប់ណាមិនមែនឯសារតែនាងខ្ញុំធ្វើមេឃសាកកាត់ហើយឲ្យវាមានមេឃច្រើនម៉េចចាអត់ទេទោះបីមេឃដើមហ្នឹងដែលនាងខ្ញុំមិនធ្វើក៏មេឃវាអត់ច្រើនដែរបងប្អូនអត់មេឃច្រើនសាខាដូចរ៉ូប៊ីឬក៏គីមជូអីទេណាអញ្ចឹងចំពោះការដាំកញ្ញើបងប្អូនអាចដាក់ត្រឹមតែ2ម៉ែត្រកន្លះ
ក៏បានដែរចាឬក៏ថោ3ម៉ែត្រទៅមិនបាច់ឆ្ងាយជាងហ្នឹងទេតែចំពោះរ៉ូប៊ីបងប្អូនត្រូវតែដាំវាឲ្យឆ្ងាយឲ្យហើយពី3ម៉ែត្រកន្លះទៅ4ម៉ែត្រចាណាបងប្អូនណាចានេះកញ្ញើហើយចំពោះវីដេអូនេះគឺនាងខ្ញុំអត់ធ្វើទុកទេចាថ្ងៃនេះគឺជាថ្ងៃទី14ខែ7ចា2026ចាហើយនៅខាងនេះរ៉ូប៊ីចារ៉ូប៊ីក៏ដូចគ្នាដែរកាត់មេឃហើយក៏នៅសិតតែផ្លាយអញ្ចឹងបងប្អូនហើយមេឃលើនោះនាងខ្ញុំអត់ទាន់បានកាត់អស់ទេចាចំពោះខាងចុងមេឃគឺផ្លាយល្មមច្រកក៏នាងខ្ញុំអត់ច្រកដែរអញ្ចឹងនាងខ្ញុំច្រកតែគល់មេឃទេបងប្អូនហើយនេះគឺចំពោះគល់មេឃគឺបែបហ្នឹងឯងចានេះគឺមេឃដែលនាងខ្ញុំកាត់ហើយណាពេលបងប្អូនឃើញរៀងតងល់ហ្នឹងគឺនាងខ្ញុំកាត់ហើយនេះគឺគល់មេឃចាគឺសិតតែគល់មេឃទាំងអស់បងប្អូនតែគល់មេឃនេះគឺសិតតែផ្លែណាបងប្អូនណាចាគឺផ្លែច្រើនបែបហ្នឹងណាបងប្អូនហើយចាបងប្អូនមើលចានេះគឺជាដើមរ៉ូប៊ីបងប្អូនឃើញដើមវាធំហ៎ចាដើមវាធំខ្លាំងមែនតើនេះដោយសារតែនាងខ្ញុំកាត់មេឃចាធ្វើមេឃលក់អស់ច្រើនអញ្ចឹងបានមេឃវាអត់សូវសាខាតែបងប្អូនមើលចានេះចុងមេឃខាងនេះចាមកចុងមេឃខាងនេះបងប្អូនចូល4ម៉ែត្រណាចា4ម៉ែត្រចុងចូល4ម៉ែត្រជាងផងណានេះនាងខ្ញុំសំដៅទៅលើចុងមេឃណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនដាំញឹកអញ្ចឹងវាងាយនឹងដល់គ្នាមែនតើអញ្ចឹងបើសិនជាបងប្អូនដាំប្រភេទរ៉ូប៊ីដូចនាងខ្ញុំធ្លាប់ជម្រាបអញ្ចឹង4ម៉ែត្រមួយទៅណាបងប្អូនយ៉ាងហោចណាស់ក៏ធំ3ម៉ែត្រកន្លះដែរចាអញ្ចឹងវីដេអូនេះនាងខ្ញុំភ្លេចជម្រាបពីទីតាំងចាវីដេអូមុននាងខ្ញុំមិនសូវបានចាប្រាប់ពីទីកន្លែងទេអញ្ចឹងទីកន្លែងចានាងខ្ញុំគឺនៅភូមិព្រែកតាតិនឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាលបងប្អូនចាបងប្អូនឧស្សាហ៍ឆាតសួរពីទីតាំងហេតុអ្វីក៏មិននិយាយទីតាំងអញ្ចឹងនាងខ្ញុំចេះតែភ្លេចទេបងប្អូនមិនមែនថាចង់លាក់ឯណាចាអត់ទេភ្លេចអញ្ចឹងឥឡូវនឹកឃើញគឺប្រាប់ជូនទៅបងប្អូនទៅហើយចំការនាងខ្ញុំចាចំការមួយនេះគឺដាំរ៉ាស់បន្តិចបងប្អូនចារ៉ូប៊ីផងចាខាងនេះកញ្ញើចាស្នោក៏ច្រកព្រាតដែរចាហើយខាងនេះគឺនាងខ្ញុំកប់កូនតបែកទេចាអញ្ចឹងទៅខាងនោះទៀតគឺសុទ្ធតែតបែកទាំងអស់ចានេះគឺជាចំការខាងក្រោយផ្ទះទេណាបងប្អូនចាអញ្ចឹងបើសិនជាបងប្អូនត្រូវការពូជតបែកចាឥឡូវនាងខ្ញុំមាន3ពូជចាមានរ៉ូប៊ីមានកញ្ញើហើយនិងគីមជូចាម៉ាន់ជូហើយនិងអត់ក្របនាងខ្ញុំអត់ទាន់បានធ្វើទេគឺធ្វើអត់ទាន់បងប្អូនចាដោយសារតែច្រកផងរវល់បេះផងហើយនឹងចារវល់ការងារផ្សេងទៀតទៅក៏អត់សូវមានពេលធ្វើអញ្ចឹងវីដេអូនេះនាងខ្ញុំបង្ហាញជូនបងប្អូនត្រឹមប៉ុណ្្នឹងទេចាហើយជាចុងក្រោយសូមឲ្យបងប្អូនជួយចុច like
ចាជួយ Subscribe Channel របស់នាងខ្ញុំម្នាក់មួយផងហើយកុំភ្លេចដាក់សញ្ញាកណ្ដឹងផងណាបងប្អូនចាអរគុណជម្រាបលាបាយបាយ